Most of us aren't even aware of the UK logistics industry, yet it's one of the most successful sectors in UK business. Logistics affects nearly every aspect of our daily lives. It's quite literally all around us all the time. យើងចាប់ផ្ដើមចូលក្នុង module ទី1 ឡើយនេះការណែនាំពីតួនាទីរបស់ភស្តុភារកម្មនិងសង្វាក់ផ្គត់ផ្គង់ក្នុងសង្គមស៊ីវិល័យអញ្ចឹងនៅក្នុង module ទី1នេះដូចខ្ញុំបញ្ជាក់អញ្ចឹងខ្ញុំចង់គោលបំណងក្នុង module នេះគឺចង់ឲ្យយើងចេះញែកពីព្រោះសប្តាហ៍ថ្ងៃយើងគិតថាភាគច្រើនគ្រប់គ្នាបើយើងសួរថាគាត់បញ្ចប់ដូចជា MBA ដូចអីជាពីមហាវិទ្យាល័យហ្នឹងពេលច្រើនយើងថាយើងសួរគាត់រៀនខាងអីគាត់ថាគាត់ master ខាង business ណា BBA សិតតែ business ទាំងអស់ក៏ប៉ុន្តែអ្វីដែលជាក់ស្ដែងចំណេះដែលគាត់ទទួលបានពីមហាវិទ្យាល័យពេលខ្លះវាមិនទាន់គ្រប់គ្រាន់ជាមួយនឹងការយកទៅអនុវត្តជាក់ស្ដែងស្គាល់ឲ្យបានស៊ីជម្រៅនៅក្នុងមិចដែលហៅថា business ហើយមិនដឹងថាតើសមាសធាតុនៅក្នុង business មានស្អីបានអាចទៅកើតចេញបានទៅជា business ទទួលបានដល់គោលដៅរបស់ business យើងថាទិញចាំថាមានតម្រូវការបើមានការផ្គត់ផ្គង់មានតម្រូវការបានមានការផ្គត់ផ្គង់ប្រកបហើយក៏ប៉ុន្តែបញ្ហាធំត្រង់ថាតើធ្វើយ៉ាងម៉េចឲ្យការផ្គត់ផ្គង់របស់យើងហ្នឹងឆ្លើយតបជាមួយនឹងតម្រូវការទាន់ពេលវេលាប្រកបដោយភាពប្រកួតប្រជែងតម្លៃថោកប្រសិទ្ធភាពក្នុងការផ្គត់ផ្គង់អាហ្នឹងគឺជាបញ្ហាដែលយើងត្រូវរៀនហើយអាហ្នឹងគឺសុទ្ធតែស្ថិតនៅក្នុង logistics ហើយនឹង supply chain ទាំងអស់ខ្ញុំអត់ទាន់ទៅដល់ business ទេ business គ្រាន់តែអ្វីដែលវាធំនៅខាងលើគោលដៅចុងក្រោយក៏ប៉ុន្តែបើយើងមិនមានអាពីនឹងគ្រប់គ្រងពីក្រោយទេ business របស់យើងប្រកាសជាមិនទទួលបានលទ្ធផលដែលគួរឲ្យពេញចិត្តដល់គោលដៅរបស់យើងទេអញ្ចឹងនៅក្នុង module នេះខ្ញុំចង់ឲ្យទាំងអស់គ្នាញែកឲ្យច្បាស់ឃើញឲ្យច្បាស់ថាតើក្នុង business មានអីខ្លះដែលយើងប្រើពាក្យថារកគ្រប់គ្នាទៅរៀនខាង business ទាំងអត់ដឹងថាតើក្នុង business ហ្នឹងយើងត្រូវមានអីខ្លះដើម្បីធ្វើឲ្យ business របស់យើងហ្នឹងទៅដល់គោលដៅទទួលបានជោគជ័យហើយមានអីត្រូវគ្រប់គ្រង business របស់យើងអូខេឥឡូវយើងមើលនៅក្នុងនេះសិនយើងលើកបរិបទពីដូចជាស្រុកយើងយកជាឧទាហរណ៍ជាក់ស្ដែងនេះចុះការដែលយើងចេញមកមុនដំបូង79 80ចង់និយាយថាពេលដែលមុនពេលដែលស្រុកយើងបើកចំហណាមុនពេលដែលស្រុកយើងបើកចំហយើងដឹងស្រាប់ហើយយើង trade ដែរជាមួយនឹងប្រទេសជិតខាងរបស់យើងទេដូចជាវៀតណាមហើយបើថៃខាងថៃគឺយើងរត់ពុនណាខាងវៀតណាមខាងអីឆ្លងព្រំដែនតាមធម្មតាមានអាចមានកន្លះស្នាមគោយអីខ្លះណាប៉ុន្តែបើថៃដឹងថាអត់មានទេណាដល់ពេលឆ្នាំទសវត្សរ៍ 90 supply ណាក្រោយពេល